ស៊ឺរីមិនចាំបាច់មកដែលខ្លួនឯងទេតោះមើលថាស្នេហាពុតរបស់ឯងខ្លាំងប៉ុណ្ណាឈប់វាយជំរាបសួរប៉ូលីសបេសកនៃសន្តាគារឯងរឿងនេះមិនតន់ចប់ទេខ្ញុំនឹងធ្វើឲ្យឯងសងសម្រាប់រឿងនេះមនុស្សអាពាសូឈប់វាយមានរឿងអីប្រច័ណ្ឌឬបងបានក្បត់ខ្ញុំបងមិនបានក្បត់ទេចុះហេតុអ្វីបានជាបងជួបលូលូនៃសន្តាគារនាងមកដើម្បីចាក់ថ្នាំចុះហេតុអ្វីបានជានាងរត់ពេលខ្ញុំទូរស័ព្ទទៅប៉ូលីសពីព្រោះថ្នាំនោះត្រូវបានលួចតាមរយៈតំណែងរបស់បងគិតថាខ្ញុំជាសេរីមែនទេហេតុអ្វីនាងមិនអាចចាក់ថ្នាំនៅមន្ទីរពេទ្យបានហេតុអ្វីត្រូវជួបនៅសន្តាគារក្មេងស្រីល្ងាយរបស់បងប្រាខួរក្បាលរបស់អូនខ្លះទៅនាងជាកីឡានុថាភិបាលមិនភ្នែកច្រើនពេកនៅមន្ទីរពេទ្យនាងមិនអាចធ្វើវានៅទីនោះបានទេមើលរាន់ការព្យាបាលនាងផ្ទេប្រាត់មកបងពិតមែនឬយើងនៅជាមួយគ្នាយូរណាស់មកហើយ10ឆ្នាំតើយើងគ្មានការជឿជាក់មែនទេអូនដឹងថាយើងនៅជាមួយគ្នា10ឆ្នាំក្រោយពេលទាំងអស់នេះអូនប្រព្រឹត្តជាមួយបងបែបនេះបងចង់ឲ្យចិញ្ចៀននេះដានអូនតើនេះមិនមែនជាចិញ្ចៀនពីបណ្ដាញសង្គមរបស់ស៊ូរីទេឬអ្វីដែលស៊ូរីមែនអូនក៏មែនដែរនៅក្នុងចិត្តរបស់បងអូនគឺជាភរិយាពិតរបស់បងខ្ញុំតែដែលចងល់ការឲ្យបងទៅស៊ូរីតើវាសមនឹងតម្លៃឬពិតណាស់អ្វីដែលស៊ូរីមាននឹងខ្លាយទៅជារបស់យើងឆាប់ៗនេះទ្វាខ្លះបិទតាំងពីកំណើតហើយមិនដើរបើម្ដងទៀតទេប្រហែលជាអូននិយាយត្រូវឃើញក្មេងស្រីនោះទេនោះជាមេទ្រុងបន្ទប់មហាវិទ្យាល័យរបស់ខ្ញុំស៊ូរីអ្នកស្នងមរតកក្រុមហ៊ុន Su Group ក្នុងពេលនិយាយគ្នានៅអន្តេវាសិកដ្ឋាននាងបាននិយាយថាម្ដាយរបស់នាងស្លាប់តាំងពីក្មេងហើយឪពុករបស់នាងតែងតែនៅបរទេសដូច្នេះនាងប្រាថ្នាចង់បានភាពកក់ក្ដៅក្នុងគ្រួសារនាងនឹងស្វែងរកស្នេហាពិតមិនដែលទទួលយកអាពាហ៍ពិពាហ៍រៀបចំទេនាងជាសិស្សពូកែឋានៈនាងជាកូនតូលដូច្នេះនាងនឹងទទួលមរតកគ្រប់យ៉ាងខ្ញុំបានខិតខំខ្លាំងណាស់កាលនោះដើម្បីឈ្នះស៊េរីអ្នកបានក្លាយជាមុតល្អបំផុតរបស់នាងបានផ្ដល់ការងារឲ្យអ្នកខ្ញុំបានឡើងឋានៈដោយប្រោសទំនាក់ទំនងគ្រួសាររបស់នាងយើងចិត្តដល់ហើយចិត្តជោគជ័យហើយលូយ៉ានអស់រយៈពេលជាច្រើនឆ្នាំនេះមើលអ្នកណាត់ជួបរៀបការមានកូនសម្ដែងជាគូស្នេហ៍រីករាយនៅចំពោះមុខខ្ញុំ VV ការសន្ទនានេះបង្ហាញឲ្យឃើញថាលូយ៉ាននិង VV បានរួមគំនិតគ្នាដើម្បីបោកប្រាស់ស៊េរីអស់រយៈពេល10ឆ្នាំក្នុងគោលបំណងដណ្ដើមទ្រព្យសម្បត្តិរបស់នាងពួកគេបានប្រើចំណុចខ្សោយរបស់ស៊េរីគឺការចង់បានភាពកក់ក្ដៅក្នុងគ្រួសារនិងស្នេហាពិតដើម្បីចូលទៅចិត្តនាងតែខ្លាចខ្ញុំគិតថាមិនយូរមិនឆាប់ខ្ញុំនឹងនាំអេត្រឡប់មកវិញដែលបោកចំហអ្នកនឹងធ្វើអ្នកគឺជាតែមួយគត់នៅក្នុងបេះដូងរបស់ខ្ញុំបើខ្ញុំពិតជាចង់ក្បត់ហេតុអ្វីខ្ញុំមិនលាក់វាពីអ្នកមិនហ៊ានយ៉ាងណាក៏ដោយនៅពេលដែលអ្នកមានគ្រោះថ្នាក់វិជ្ជាសាស្ត្រធំនោះបើខ្ញុំមិនបានសម្អាតកំទេចកំទីឲ្យអ្នកនឹងមិនមកឡោកន្លែងដែលអ្នកនៅថ្ងៃនេះទេយល់ព្រមកុំលើកយកអតីតកាលមកនិយាយខ្ញុំចងចាំជានិច្ចនៅសេចក្តីសម្ពោធរបស់អ្នកចំពោះខ្ញុំស៊េរីត្រូវបានដកចេញពីតំណែងជាប្រធានក្រុមហ៊ុនតំណែងនេះគឺជារបស់ខ្ញុំសម្រាប់យកចាប់ពីពេលនេះតទៅក្រុមហ៊ុន Su Group នឹងក្លាយជាក្រុមហ៊ុន L Group និយាយអញ្ចឹងស៊េរីបានរកឃើញអំពីថ្នាំលូយ៉ានត្រឡប់ទៅផ្ទះវិញហើយជួបស៊េរីសម្លាញ់ដល់ពេលសម្រាប់ថ្នាំរបស់អ្នកនេះលូយ៉ានហុចថ្នាំឲ្យស៊េរីសម្លាញ់អរគុណសម្រាប់ការរំលឹកខ្ញុំជានិច្ចឲ្យលាបថ្នាំរបស់ខ្ញុំទាំងអស់នេះគឺជាកាតព្វកិច្ចរបស់បងកូនស្រីល្អបងនឹងទៅងូតទឹកស៊េរីទទួលការហៅទូរស័ព្ទពីមន្ទីរពេទ្យជំរាបសួរយើងបានរកឃើញសារធាតុបំផ្លន់អារម្មណ៍ hallucinogens នៅក្នុងប្រព័ន្ធរបស់អ្នកនៅបរិមាណគួរឲ្យកត់សម្គាល់ដែលបង្ហាញអំពីការប្រើប្រាស់រយៈពេលយូរមកហើយអរគុណការហៅទូរស័ព្ទនេះបញ្ជាក់អំពីការសង្ស័យរបស់ស៊េរីអំពីថ្នាំដែលលូយ៉ានបានផ្ដល់ឲ្យនាងហើយបង្ហាញថាលូយ៉ានមិនត្រឹមតែបោកប្រាស់នាងប៉ុណ្ណោះទេថែមទាំងបានដាក់ថ្នាំពុលនាងអស់រយៈពេលយូរមកហើយដើម្បីគ្រប់គ្រងនាងនិងដណ្ដើមយកក្រុមហ៊ុនដោយមិនបានប្រាប់នាងការចិញ្ចឹមបីបាច់ល្អម្លេះមើលអ៊ីថាននេះកតញ្ញូយ៉ាងណាមិនដូចមនុស្សខ្លះអត្តមាននិយមប្រព្រឹត្តចំពោះគ្រួសារដូចជាមនុស្សចម្លែកមានកូនប្រុសប្រសើរជាងគួរឲ្យអាណិតគ្រួសារលូរបស់យើងគ្មានពោលនោះទេអ៊ីថានញ៉ាំបន្ថែមទៀតផ្លូវកកស្ទះតើអ្នកទិញឡានថ្មីទេខ្ញុំមិនអាចមានលទ្ធភាពទិញបានទេមិត្តប្រុសរបស់ខ្ញុំបានទិញឲ្យខ្ញុំអូគាត់ធ្វើបានល្អអញ្ចឹងកន្លែងខ្ញុំ200ម៉ែត្រពីកន្លែងធ្វើការខ្ញុំមិនអាចបែកវាបានផងវាគ្រាន់តែប្រមូលធូលីនៅក្នុងយានដ្ឋានស្អីអ្នកសុខចិត្តរៀបការឥឡូវនេះអញ្ចឹងអ្នកគួរតែអង្វរខ្ញុំជាមុនដើម្បីអនុញ្ញាតឲ្យកូកូខ្លាយជាក្មេងស្រីកាន់ការរបស់អ្នកខ្ញុំចង់ដូច្នោះប៉ុន្តែការរៀបការទាមទារពេលវេលាត្រឹមត្រូវយ៉ាងណាក៏ដោយគ្រប់គ្រាន់អំពីខ្ញុំតើការស៊ើបអង្កេតថ្នាំរបស់អ្នកទៅដល់ណាហើយអ្នកដឹងអំពីថ្នាំមែនទេអ្នកនឹងលេងយេឆាប់នេះត្រូវទេខ្ញុំនៅតែស៊ើបអង្កេតទេកុំងងឹតងងល់ដោយស្នេហានៅពេលអ្នករកឃើញផុសតាងដោះស្រាយវាដោយអនុលោមតាមលុះគ្មានមេត្តារបាយការណ៍វេជ្ជសាស្ត្រ
ចែងយ៉ាងច្បាស់ថាខ្ញុំមានសារធាតុបំភ្លៀនអារម្មណ៍នៅក្នុងប្រព័ន្ធរបស់ខ្ញុំប៉ុន្តែការតេស្តថ្នាំលើកទី2បានបង្ហាញថាអ្វីៗគ្រប់យ៉ាងធម្មតាតើមាននរណាម្នាក់ប្រាប់អ៊ីវ៉ាន់ទេដូច្នេះគាត់បដូរថ្នាំប៉ុន្តែមនុស្សតែម្នាក់គត់ដែលដឹងគឺ VV សេរីរកឃើញពីភាពមិនប្រក្រតីនិងសង្ស័យ VV បាទបណ្ឌិតលូការមានស្នេហាលួចលាក់ចំពោះអ្នកគឺប្រធុបប្រធានពេកហើយយើងមិនត្រឹមតែត្រូវជៀសវាងភរិយារបស់អ្នកទេប៉ុន្តែថែមទាំងមិត្តបំផុតរបស់នាងទៀតលើកមុននៅការិយាល័យយើងស្ទើរតែត្រូវបានចាប់បានដោយភរិយារបស់អ្នកយ៉ាងណាក៏ដោយអ្នកបានកែសម្រួលវីដេអូឃ្លាំទាវដើម្បីបិទបាំងវារឿងល្អទាមទារពេលវេលារបាយការណ៍បង្ហាញថាសេរីប្រធានក្រុមហ៊ុន Su Group បានលាលែសដោយសារហេតុផលសុខភាពប្រធានក្រុមហ៊ុនថ្មីមិនទាន់បានប្រកាសឡើយទេឪពុកក្មេករបស់ខ្ញុំទុកចិត្តខ្ញុំភរិយារបស់ខ្ញុំទុកចិត្តខ្ញុំនាយកប្រតិបត្តិមន្ទីរពេទ្យទុកចិត្តខ្ញុំនឹងក្លាយជាប្រធានក្រុមហ៊ុនយ៉ាងពិតប្រាកដគ្រាន់តែរងចាំខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចំណងទេមើលចង្អុលរងឹតរៀង slim ល្អដូចជាកូនក្រមុំក្មេងវាមិនបង្ហាញអាយុរបស់អ្នកទាល់តែសោះឈប់លេងសើចខ្ញុំឈោមជាងយីងចំនួន2ឆ្នាំឈប់និយាយមិនសមហេតុផលសួស្ដីតើនេះជាលំនៅឋានរបស់អ៊ីវ៉ាន់លូទេតើខ្ញុំអាចជួយអ្នកបានទេសេរីរកឃើញថាមានការរំលោភលំពៀនក្នុងលទ្ធផលតេស្តថ្នាំរបស់នាងបន្ទាប់ពីពិនិត្យលើកទី2ចេញមកធម្មតានាងសង្ស័យថា VV បានជូនដំណឹងឲ្យលូយ៉ានដែលអនុញ្ញាតឲ្យគាត់បដូរថ្នាំប៉ុន្តែការសន្ទនារវាងលូយ៉ាននិងអ្នកស្នេហារបស់គាត់បានបញ្ជាក់ថាគាត់កំពុងប្រើទំនាក់ទំនងរបស់គាត់ដើម្បីឡើងទៅកាន់តំណែងប្រធានក្រុមហ៊ុនខូបក្រុមហ៊ុនរបស់យើងកំពុងផ្ញើអំណោយសម្រាប់អតិថិជនស្មោះត្រង់វាឥតគិតថ្លៃមែនទេនេះជាការបោកប្រាស់ឬម្ដាយក្មេកលោកលូគឺជាអតិថិជនដ៏មានតម្លៃរបស់យើងអំណោយឥតគិតថ្លៃគ្មានការគិតថ្លៃអ្នកដឹកជញ្ជូនរបស់ឥតគិតថ្លៃហុចវាមកម្ដាយក្មេកយើងនឹងមិនរំខានអ្នកទេយល់ព្រមថែរក្សាខ្លួនអំណោយឥតគិតថ្លៃតោះពិនិត្យមើលសម្រាប់អីនេះអ្នកណាគេទាំងនោះសេរីគ្មាននរណាម្នាក់ទេលូយ៉ានតោះតៃម៉ាក់យាយកូកូអ្នកត្រឡប់មកវិញហើយកូកូរបស់ឥតគិតថ្លៃតែងតែសម្រាមលូយ៉ាននិយាយទូរស័ព្ទជាមួយម្ចាស់បំណុលលបែងហេតុអ្វីអ្នកទៅផ្ទះខ្ញុំបានប្រាប់អ្នកថាខ្ញុំនឹងសូងបំណុលហេតុអ្វីធ្វើបែបនេះលូយ៉ានគ្រាន់តែផ្ទៀងផ្ទាត់អាសយដ្ឋានរបស់អ្នកដឹងពីរូបភាពតែកាស៊ីណូក្រៅប្រទេសដំណើរការ2សប្តាហ៍ទៀតបើមិនសង់រឿងអាចនឹងអាក្រក់ទៅជំរាបសួរមានអ្វីខុសបណ្ឌិតលូខ្ញុំបានឃើញបេក្ខជនប្រធានក្រុមហ៊ុនថ្មីនៅ HR មិនមែនអ្នកទេ VV ស្អីសេរីនិយាយទូរស័ព្ទជាមួយ Mouse មានអ្វីមួយដែលខ្ញុំមិនទាន់បានប្រាប់អ្នកខ្ញុំសង្ស័យថាអៃវ៉ាន់កំពុងក្បត់ខ្ញុំហើយគាត់ប្រហែលជាបានកែប្រែថ្នាំរបស់ខ្ញុំសេរីខ្ញុំគិតរួចហើយនោះហើយជាមូលហេតុដែលខ្ញុំត្រឡប់មកវិញពិតប្រាកដកុំបារម្ភយើងនឹងដោះស្រាយរឿងនេះមួយជំហានម្ដងខ្ញុំនឹងជួយអ្នកដោះស្រាយវា Mouse បើនេះជាការពិតខ្ញុំនឹងធ្វើឲ្យគាត់សងសុខភាពផ្លូវចិត្តរបស់អ្នកមិនទាន់នឹងនោះទេឡើងឥឡូវនេះភាគច្រើនអ្នកនឹងមិនបានទទួលសិទ្ធិមើលថែគូគូទេ Mouse លូយ៉ាននិង VV បន្តនិយាយគ្នាទៀតហេតុអ្វីខ្ញុំបានរៀបចំគម្រោងអរិយៈពេលយូរមកហើយគ្រាន់តែឲ្យអ្នកខាងក្រៅយកកន្លែងខ្ញុំឬពួកគេមិនគោរពខ្ញុំទាល់តែសោះតើពួកគេកំពុងបង្ខំការបំផ្លាញគ្នាទៅវិញទៅមកឬស្ងប់ចិត្តកុំធ្វើរឿងល្ងងអីបើអ្នកមិនអាចក្លាយជានាយកក្រុមការសាបានទេអ្នកនៅតែអាចតម្រង់ទៅរកអនុប្រធានមន្ទីរពេទ្យបានត្រូវទេ VV រឿងល្ងងអ្វីដែលខ្ញុំអាចធ្វើបានទម្លាក់សេរីជាមួយខ្ញុំលូយ៉ានទេកុំធ្វើបែបនេះបើមានអ្វីកើតឡើងចំពោះអ្នកតែខ្ញុំនឹងធ្វើអ្វី VV កុំបារម្ភខ្ញុំនឹងមិនស្លាប់រហូតតតែខ្ញុំបានស្រូបយកគ្រួសារស៊ូស្ងាត់ហួនហែងទេលូយ៉ានសម្លាញ់ហេតុអ្វីអ្នកផឹកសេរីសម្លាញ់យើងមានការជួបជុំការងារថ្ងៃនេះដូច្នេះខ្ញុំផឹកធ្លាក់ច្រើនពេកប៉ុន្តែខ្ញុំមិនស្រវឹងទេសម្រាប់ល្អអ្នកមិនស្រវឹងទេខ្ញុំទៅតែត្រឡប់មកវិញដែរ
ខ្ញុំបានញ៉ាំអាហារពេលល្ងាចជាមួយនាយកក្រុមការសាថ្មីតើនាយកក្រុមការសាថ្មីបានបញ្ចប់ហើយឬលូយ៉ានខ្ញុំរវល់ជាមួយការងារមន្ទីរពេទ្យខ្ញុំមិនបានឮអំពីវាទេ Mouse Chin គ្រួសាររបស់គេនិងគ្រួសារយើងបានជិតស្និទ្ធអស់ជាច្រើនជំនាន់ហើយសេរីល្អហើយគាត់គួរឲ្យទុកចិត្តសម្លាញ់ខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វេសប្រហែលអ្នក Lately ស្ថានភាពរបស់អ្នកកាតឡានអ្នកមិនស្រួលខ្លួនជាមួយការវះកាត់ជាច្រើនខ្ញុំមិនអាចមើលថែអ្នកបានហើយនឹងមកដល់ខ្ញុំនឹងរវល់កាន់តែច្រើនខ្ញុំកំពុងឈរឈ្មោះសម្រាប់អនុប្រធានមន្ទីរពេទ្យលូយ៉ានប៉ុន្តែខ្ញុំឮថាគេបានជ្រើសរើសបណ្ឌិតសៀវរួចហើយសេរីបណ្ឌិតសៀវតើបណ្ឌិតសៀវគឺជាស្វាមីរបស់អ្នកឬអ្នកកំពុងចូលខាងអ្នកខាងក្រៅលូយ៉ានបើអ្នកមិនកំពុងចូលខាងអ្នកខាងក្រៅទេតើហេតុអ្វីអ្នកមិនកំពុងគេងជាមួយមីងទី3ខ្លួនបន្ទប់សេរីយើងកំពុងសិក្សាភាសាលូយ៉ានសម្លាញ់មានអ្វីកើតលូយ៉ានសម្លាញ់តើអ្នកអាចទៅទទួលកូកូរសៀវពេលនេះបានទេខ្ញុំមានវគ្គកាត់2ទៀតដូច្នេះខ្ញុំមិនអាចជិនបានទេហេតុអ្វីរវល់រសៀវពេលនេះមិនអីទេបន្តការងាររបស់អ្នកទៅខ្ញុំនឹងសុំអ្នកណាម្នាក់ផ្សេងទៀតសេរីវីទំនេរម៉ោង 3:30 នាទីល្ងាចម៉ាតហេតុអ្វីវីនិយាយទូរស័ព្ទតើអ្នកអាចបើកឡានរបស់ខ្ញុំទៅទទួលកូកូបានទេខ្ញុំនៅកន្តិចប្រជុំនៅជីនឈីងខ្ញុំប្រហែលជាមិនត្រឡប់មកវិញយប់នេះទេសេរីចូលអាយវ៉ានពួកគេរវល់ទាំងអស់ខ្ញុំត្រូវរំខានអ្នករឿងនេះមិនមានបញ្ហាទេចាត់ទុកថាបានធ្វើហើយយកព្រមខ្ញុំនឹងចិញ្ចឹមអ្នកអាហារពេលល្ងាចណាំពេលណាអញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកសងធំហើយវីឥឡូវនេះខ្ញុំមិនត្រឹមតែជាស្រីកំណើតរបស់អ្នកទេតែថែមទាំងម្ដាយជងរបស់កូកូទៀតសេរីទៅគីមឆាងហើយនាងមិនត្រឡប់មកវិញយប់នេះទេវីនិយាយទៅកាន់លូយ៉ានខ្ញុំដឹងហើយមកនេះកូកូជាក្មេងក្តោលល្អកូកូវីជំរាបសួរទីតាំងទូរស័ព្ទរបស់អ្នកបង្ហាញថាអ្នកនៅឈិនឆុងឥឡូវនេះសេរីទូរស័ព្ទទៅកាន់វីកូកូខ្ញុំបានខិតខំទៅទទួលក្មួយហើយនាំអាហារសម្រានមកឲ្យក្មួយតើក្មួយគួរនិយាយថាម៉េចអរគុណមីងវីមិនត្រឹមត្រូវទេកូកូក្មួយគួរតែនិយាយថាអរគុណម៉ាក់វីប៉ុន្តែខ្ញុំមានម៉ាក់រួចហើយកូកូតាមីងវីមីងមើលទៅមិនដូចម៉ាក់ទាល់តែសោះតាមីងមានក្លិនដូចម៉ាក់ថ្ងៃនេះទៀតកូកូចាប់ពីឥឡូវទៅមីងគឺជាម៉ាក់របស់ក្មួយវីសន្ទនានេះបង្ហាញថាសេរីបានរកឃើញអំពើក្បត់និងកាយបំផុនថ្នាំហើយកំពុងធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្នជាមួយជំនួយរបស់ Mars នាងបានរៀបចំឲ្យវីទៅទទួលកូកូដែលជាផ្នែកមួយនៃផែនការដ៏ធំរបស់នាងទន្ទឹមគ្នានោះវីបានបង្ហាញចេតនាចង់ជំនួសម្ដាយរបស់កូកូភ្លាមហេតុអ្វីអ្នកនៅទីនេះសេរីត្រឡប់មកវិញកន្លែងស្មុគស្មាញរបស់អ្នកមានព្រឹត្តិការណ៍ទិវាមេដាដែលទាមទារវីដេអូឪពុកម្ដាយកូនជាមួយម្ដាយអ្នកមិននៅផ្ទះទេដូច្នេះខ្ញុំស្លៀកសម្លៀកបំពាក់របស់អ្នកដើម្បីដោះស្រាយវាវីគួរតែចំណាយពេលប៉ុន្មាននាទីប៉ុន្តែជាមួយនឹងការងូតទឹកនិងបដូរសម្លៀកបំពាក់នៅតែមិនទាន់ចប់អ្នកមិនបានសម្រាកបានល្អ Lately អ្នកត្រូវលេបថ្នាំរបស់អ្នកវីកូកូខ្ញុំជាម៉ាក់របស់ក្មួយឥឡូវនេះវីនៅពេលខ្ញុំចូលបន្ទប់ដំបូងហើយឃើញក្រែរញ៉េរញ៉ៃខ្ញុំគិតថាអេវ៉ានបានក្បត់អរគុណព្រះដែលជាអ្នកសេរីបាទអរគុណព្រះដែលជាខ្ញុំហើយដល់ពេលអ្នកត្រឡប់មកវិញភ្លាមគ្មានកិច្ចប្រជុំវីពាក់កណ្ដាលផ្លូវទៅដល់ពួកគេបានបដូរទៅប្រព័ន្ធអនឡាញហើយសេរីខ្ញុំត្រឡប់មកវិញក្នុងភាពប្រញាប់បែបនេះខ្ញុំទុកទូរស័ព្ទរបស់ខ្ញុំនៅក្នុងឡានម៉ាល់សេរីអូខេខ្ញុំនឹងបដូរសម្លៀកបំពាក់ហើយត្រឡប់ទៅវិញអញ្ចឹងចាំចិញ្ចឹមខ្ញុំនៅពិធីជប់លៀងមួយវីយល់ព្រមសេរីខ្ញុំនឹងធ្វើឲ្យគ្រប់គ្នាដែលក្បត់ខ្ញុំសងវីអ្នកឃើញយើងប្តីប្រពន្ធជាមួយគ្នារាល់ថ្ងៃតើវាមិនធ្វើឲ្យអ្នកឈួតទេសេរីនិយាយទៅកាន់វីមិនតោះដាសោះខ្ញុំមានមិត្តប្រុសដែរមិត្តប្រុសរបស់អ្នកនោះមិនគួរមានដែរពីនិតមើលបរិវនីពេលក្រោយឆែនប្រធានស៊ូបណ្ឌិតលូកញ្ញាលូរីករាយដែលបានជួបអ្នកឆែនគាត់គឺជាខ្ញុំបានរៀបចំការណាត់ជួបបិទភ្នែកសម្រាប់អ្នក
ឆែនគឺជាសិស្សថ្នាក់បណ្ឌិតរបស់ឪពុកខ្ញុំឥឡូវនេះជាសាស្ត្រាចារ្យរងនៅមន្ទីរពេទ្យលំដាប់កំពូលអ្នកសម្រេចកិច្ចការវ័យក្មេងគួរឲ្យទុកចិត្តនឹងត្រូវនឹងអាយុរៀបការកញ្ញាលូខ្ញុំបាននាំយកអំណោយតូចមួយសម្រាប់ការជួបគ្នាលើកដំបូងខ្ញុំបានឮថាអ្នកបានសិក្សាឱសថស្ថាននៅមហាវិទ្យាល័យហើយឥឡូវនេះធ្វើការជាវេជ្ជបណ្ឌិតខ្ញុំសង្ឃឹមថាយើងនឹងមានរឿងជាច្រើនដើម្បីនិយាយឆេនអរគុណលោកឆេននៃចិត្តលោះពេកហើយសម្លាញ់អ្នកគិតយ៉ាងណាគាត់ល្អជាងមិត្តប្រមមុនរបស់នាងត្រីទេពិតណាស់ឆេនអរចាណាស់លូយ៉ានគាត់បានឈប់សម្រាកប៉ុន្មានថ្ងៃនៅពេលគាត់ឮអំពីការណាត់ជួបនេះហើយគាត់បានបើកឡានមកទីនេះដោយផ្ទាល់ហេតុដែរគ្រាន់តែដើម្បីជួបអ្នកត្រឡប់ទៅផ្ទះវិញយប់នេះអាហារនឹងមកបោឆាប់នេះតោះលើកៅអបអសាតឆេនអ្នកលោភលន់ខាងណាស់អេវ៉ាន់វីវីនិយាយទៅកាន់លូយ៉ានវីវីស្រវឹងបន្តិចយប់នេះហើយខ្ញុំនៅពេលអ្នកត្រឡប់ដល់ផ្ទះដោយសុវត្ថិភាពគ្មានបញ្ហាទេប្រធានស៊ូយើងនឹងចេញដំណើរឥឡូវនេះឆេនលាហើយខ្ញុំបានប្រាប់អ្នកថាខ្ញុំត្រូវការពេលវេលាបន្ថែមទៀតដើម្បីយកលុយជួបបំធូរទូរស័ព្ទរបស់ខ្ញុំទេសម្លាញ់តែអ្នកត្រូវការទូរស័ព្ទរបស់ខ្ញុំដើម្បីទិញអ្វីមួយទេធានារ៉ាប់រងកូកូត្រូវបន្តដោយវិធីនេះសម្លាញ់ការប៉ុនផ្ដងជួបម៉ែរបស់បងបរាជ័យដោយសារតែគ្រួសាររបស់អ្នកជិតស្និទ្ធតែអ្នកអាចរៀបចំការណែនាំមួយបានទេគាត់រវល់ចាប់តាំងពីចូលកាន់តម្លៃប៉ុន្តែគាត់គួរតែមានពេលជួបប៉ុន្តែខ្ញុំគិតថាយើងគួរតែរៀបចំអំណោយខ្លះសម្រាប់គាត់យ៉ាងណាមិញយើងមិនបានជួបអស់ជាច្រើនឆ្នាំហេតុអ្វីមិនស្ថាបិនគណនីធនាគាររបស់ខ្ញុំនៅថ្ងៃស្អែកយើងអាចរៀបចំគណនីរួមដោយពីមុនអ្នកនិយាយត្រីស្ថានភាពផ្លូវចិត្តរបស់អ្នកបានប្រសើរឡើងច្រើនថ្ងៃស្អែកខ្ញុំនឹងដោះស្រាយវានៅធនាគារអស្ចារ្យណាស់កំដៅម៉ែវាកៃបាត់រហ័សល្ងងអីនេះទៀតហ៊ានចតឈាមថាចម្ពាក់លុយខ្ញុំគ្រាន់តែសួរតាំងពីពេលណាដែលអ្នកសម្រេចចិត្តនៅក្នុងគ្រួសារនេះខ្ញុំអ្នកហ៊ានធ្វើវាបើអ្នកហ៊ានធ្វើវាម្ដងទៀតហើយនឹងហៅប៉ូលីសអ្នកគួរតែចេញទៅឬគាត់នឹងវាយអ្នកដែរបន្តទៅហៅប៉ូលីសខ្ញុំនឹងបន្តទៅអ្វីដែលអ្នកធ្វើគឺផឹកតទៅអ៊ីថានអ្នកទៅណាលូយ៉ានបាទម៉ាក់ស្ដាប់ខ្ញុំអ្នកមិនអាចបន្តជៀសវាងរឿងនេះទេនឹងមានលើកក្រោយហើយពេលមួយបន្ទាប់ពីនោះបានអ្នកវាយខ្ញុំម្ដងទៀតខ្ញុំនឹងស្ដាប់ស៊ឺរីហើយហៅប៉ូលីសអ៊ីថានមនុស្សនៅលើអ៊ីនធឺណិតកំពុងនិយាយថាស្ត្រីដែលត្រូវបានរំលោភបំពានជាច្រើនបានបញ្ចប់ដោយសម្លាប់ប្តីរបស់ពួកគេសូម្បីតាទុនសាយក៏នឹងខំនៅពេលទាល់ច្រកប្តីប្រពន្ធហៅប៉ូលីសគួរអស់សំណើចម្ដាយក្មេកហាមានបញ្ហាក្រពះហើយផឹកស្រាខ្ញុំនឹងយកថ្នាំឲ្យគាត់មីងទី3អ្នកចិត្តល្អណាស់សូម្បីតែយកចិត្តទុកដាក់ចំពោះអ្នករំលោភបំពានអ៊ីថានស្រាធ្វើឲ្យក្រពះឈឺចាប់បំផុតគាត់ត្រូវកាត់ថ្នាំមីងទី3អះអាងថាមានអំពើហិង្សាក្នុងគ្រួសាររយៈពេលវែងប៉ុន្តែនៅតែមិនបង្ហាញការអាណិតអាសូរចំពោះស្ត្រីដែលត្រូវបានរំលោភបំពានផ្សេងទៀតទំនាក់ទំនងរបស់ពួកគេមិនធម្មតាហ៊ីបើកទ្វារមកលេបថ្នាំលូយ៉ានហៅប៉ូលីអញ្ចឹងលូយ៉ានវាយម្ដាយរបស់គាត់ហ៊ីខ្នងខ្ញុំម្ដាយក្មេកនេះអីទៅកាន់លូយ៉ានខ្ញុំស្រវឹងលូយ៉ានរងចាំមួយផ្លែតមកម៉ាក់កៅអីខ្ញុំចង្អៀតពេកហើយឲ្យខ្ញុំកែសម្រួលវាសម្រាប់អ្នកវីនេះសំរុំពិតប្រាកដមែនទេយើងនៅក្នុងឡានស៊ឺរីលូយ៉ានខ្ញុំគិតថាអ៊ីវ៉ាន់លែងស្រឡាញ់ខ្ញុំហើយតើគាត់បានធ្វើអ្វីមួយដើម្បីធ្វើឲ្យអ្នកឈឺចាប់ទេខ្ញុំនឹងបង្រៀនមេរៀនដល់គាត់វាដោយសារតាឪពុកក្មេករបស់ខ្ញុំគាត់បន្តរងអ៊ូតំរាល់ថ្ងៃនិយាយថាគ្រួសារលូមានញាក់ស្នងមរតកទោលរយៈពេល3ជំនាន់ប៉ុន្តែសំខាន់បំផុតខ្ញុំដឹងនៅក្នុងបេះដូងរបស់ខ្ញុំអ៊ីវ៉ានចង់បានកូនប្រុសយ៉ាងខ្លាំងវីអូប្រកបណាស់ទុកឲ្យគាត់រួមនៅក្នុងការស្រមៃរបស់គាត់ទៅជំរាបសួរលោកជីរឿងនេះគឺលំហសិទ្ធិ Pavin របស់ក្រុមហ៊ុនខ្ញុំជំរាបសួរតើការបញ្ចាំអចលនទ្រព្យជាការតបប្រយុទ្ធទេទោះបីជាទ្រព្យសម្បត្តិមុនរៀបពីការរបស់ភរិយារបស់ខ្ញុំប៉ុន្តែយើងនៅតែរៀបពីការស្របច្បាប់តើខ្ញុំមិនអាចទទួលបានប្រាក់កម្ចីទាល់តែសោះឬនេះជាក្រុមហ៊ុនរញ៉េរញ៉ៃអ្វីខ្ញុំបានឲ្យក្រុមហ៊ុនជាង10រឿងដែលត្រូវគ្នាតើខ្ញុំអាចទទួលបានប្រាក់កម្ចីណាមួយឥឡូវនេះទេសួស្ដីសម្លាញ់ទេខ្ញុំគ្រាន់តែចង់សួរថាការប្រជុំជាមួយលោកឈិនទៅដល់ណាហើយលូយ៉ាននិយាយទៅកាន់ស៊ឺរីពេលវេលាបានកំណត់រួចហើយម៉ោង2ថ្ងៃស្អែកស៊ឺរីសម្លាញ់យើងសំណាងដែលមានអ្នកគឺជាតារាសំណាងរបស់បងលូយ៉ានអ្នកគឺជាស្វាមីរបស់ខ្ញុំនេះគឺជាអ្វីដែលខ្ញុំគួរធ្វើជួបគ្នាយប់នេះលូយ៉ានលីហើយស៊ឺរីនិយាយទូរស័ព្ទជាមួយម៉ាល់ខ្ញុំកំពុងរៀបចំផែនការដើម្បីចាប់ផ្ដើមនីតិវិធីឡើងឡាយើងនឹងនៅស្ងៀមសម្រាប់ពេលនេះសូមពិគ្រោះជាមួយមេធាវីសម្រាប់ខ្ញុំនៅពេលយើងប្រមូលផុសតាំងគ្រប់គ្រាន់យើងអាចបង្កើនឱកាសរបស់យើងក្នុងការទទួលបានសិទ្ធិមើលថែគូកូ
ស៊ឺរីអស់ចាស៊ឺរីឆ្លាតនោះត្រឡប់មកវិញហើយ IQ ត្រឡប់មកទទួលខុសត្រូវហើយអូខេធ្វើតាមផែនការរបស់អ្នកខ្ញុំគាំទ្រអ្នកទាំងស្រុង Mel ចាប់តាំងពីឈប់លេបថ្នាំគំនិតរបស់ខ្ញុំមានអារម្មណ៍ច្បាស់លាស់ជាងមុនក្នុងអំឡុងពេលពិនិត្យចុងក្រោយគ្រូពេទ្យបាននិយាយថាយ៉ាងច្រើន1ឬ2ខែទៀតខ្ញុំនឹងជាសះស្បើយតាំងស្រុង Sorry ឥឡូវនេះស្ថានភាពរាងកាយរបស់អ្នកគឺសំខាន់បំផុតអ្នកត្រូវការសុខភាពល្អដើម្បីប្រយុទ្ធក្នុងសមរភូមិដ៏លំបាកនេះ Mal នៅពេលខ្ញុំរៀបការមនុស្សជាច្រើនបានប្រួនមានខ្ញុំថាអ៊ីវ៉ាន់ជាអ្នករស់នៅលើឯអ្នកដទៃគ្រប់គ្នាបន្តនិយាយថាយើងខុសគ្នាពេកថាវានឹងមិនដំណើរការទេប៉ុន្តែខ្ញុំមិនខ្វល់ទាល់តែសោះព្រោះខ្ញុំជឿពិតប្រាកដថាគាត់នឹងផ្ដល់ឲ្យខ្ញុំនូវគ្រួសារពេញលេញមិនដែលគិតថាបំណងប្រាថ្នានេះនឹងបែកបាក់ស៊ឺរីអ្នកមានកូកូនិងអ្នកដទៃដែលស្រឡាញ់អ្នក Mal ខ្ញុំបានរកឃើញគ្រូពេទ្យល្អខ្លះសម្រាប់ស៊ឺរីនាងគួរតែជាសះស្បើយឆាប់នេះ Mal អរគុណសម្រាប់ការខិតខំរបស់អ្នកលោកឈិនខ្ញុំនឹងនិយាយដោយផ្ទាល់គោលបំណងរបស់ខ្ញុំនៅទីនេះគឺតាមការស្នើសុំរបស់មិត្តភ័ក្តិយូរអង្វែងដើម្បីសាកសួរថាតើបរិខារបស់ក្រុមយន្តអាចត្រូវបានផ្គត់ផ្គង់ដោយមិត្តរបស់ខ្ញុំបានទេលូយ៉ានមិត្តរបស់អ្នកចង់បានគម្រោងលទ្ធិកម្មវេជ្ជសាស្ត្ររបស់យើងលោកឈិនត្រឹមត្រូវមិត្តរបស់ខ្ញុំផ្ដល់នូវបរិខាវេជ្ជសាស្ត្រទំនើបបំផុតនិងខ្នាតធំបំផុតយើងនឹងអនុវត្តតាមនីតិវិធីស្តង់ដារហើយយើងអាចចូលរួមក្នុងការដាញ់ថ្លៃលូយ៉ានបណ្ឌិតលូតើអ្នកមានបទពិសោធន៍ជាមួយគម្រោងបរិខាវេជ្ជសាស្ត្រក្រៅប្រទេសទេទំនាក់ទំនងបរទេសរបស់ខ្ញុំត្រូវការធ្វើឲ្យប្រសើរបរិខាទូលំទូលាយបើចាំបាច់ខ្ញុំអាចណែនាំអ្នកនិងមិត្តរបស់អ្នកអាចធ្វើការលើគម្រោងវេជ្ជសាស្ត្រក្រៅប្រទេសរយៈពេលយូរអង្វែងបើអ្នកធ្វើបានល្អអ្នកថែមទាំងអាចពិចារណាអន្តរាប្រវេសន៍ខ្ញុំបានធ្វើការនៅក្រុមហ៊ុន Su Group ជាមិកហើយមិនដែលពាក់ព័ន្ធនឹងប្រតិបត្តិការក្រៅប្រទេសឡើយក្រៅពីនេះភរិយានិងកូនរបស់ខ្ញុំនៅទីនេះទាំងអស់ក្នុងប្រទេសចិនខ្ញុំមិនមានផែនការអន្តរាប្រវេសន៍នៅពេលបច្ចុប្បន្នទេលូយ៉ានពិតណាស់ខ្ញុំបានលឺថាអ្នកជាបរិនដែលផ្ដោតលើគ្រួសារមើលទៅត្រឹមត្រូវប៉ុន្តែមានពាក្យចំចាមរាមថ្មីនៅមន្ទីរពេទ្យថាអ្នកមានឧបទ្ទហេតុបំពានវេជ្ជសាស្ត្រ medical malpractice សំខាន់មួយលោកឈិនពួកគេគ្រាន់តែជាពាក្យចំចាមរាមក្រៅពីនេះបើខ្ញុំពិតជាមានការបំពានវេជ្ជសាស្ត្រណាមួយទេតើអ្នកគិតថាក្រុមហ៊ុន Su Group នឹងរក្សាខ្ញុំឲ្យបម្រើយូរម្លេះទេលូយ៉ានអ្នកយាយត្រូវមិត្តរបស់អ្នកល្អប្រអប់សម្រាប់គម្រោងវេជ្ជសាស្ត្រប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយបន្តទៅលូយ៉ានអ្នកដឹងហើយកិច្ចប្រជុំថ្ងៃនេះគឺអរគុណចំពោះស៊ឺរីដូច្នេះស៊ឺរីត្រូវតែជាអ្នកធានាគម្រោងពិតណាស់ជាមួយវិជ្ជបណ្ឌិតដែលអ្នកណែនាំដោយផ្ទាល់ខ្ញុំជឿថាភរិយារបស់ខ្ញុំនឹងជាសះស្បើយឆាប់នេះនាងពិតជានឹងទីក្រុងរបស់យើងមានក្រុមវេជ្ជសាស្ត្រសំខាន់ពីរក្រៅពីក្រុមហ៊ុន Su Group របស់យើងក្រុម One Group ក៏មានតម្រូវការលទ្ធកម្មវេជ្ជសាស្ត្រយ៉ាងច្រើនដែរអ្នកប្រហែលជាពិចារណារឿងនោះអរគុណសម្រាប់ការដំបូន្មានលោកឈិនខ្ញុំនឹងអរគុណអ្នកជានាមមិត្តរបស់ខ្ញុំមុនហើយលូយ៉ានមានបញ្ហាអ្វីប្រាប់ខ្ញុំនឹងចម្លើយតាមដែលខ្ញុំចង់បានហេតុអ្វីបន្តសួរវាគ្រាន់តែ 80,000 យ៉ែន 80,000 មិនមែនជាចំនួនទូចតាចនោះទេម្ដាយក្មេកអ្នកហ៊ានតបវិញខ្ញុំនឹងកំដេចរបស់អ្នកឪពុកក្មេកពូស្ងប់អារម្មណ៍អ៊ីតានកុំធ្វើឲ្យយើងខ្មាក់មាត់មុនអ្នកជិតខាងមីងទី3មីងស្ងប់អារម្មណ៍ពូអ្នកក៏ដូចគ្នាសំឡេងរំងាត់អ្វីស៊ឺរីឪពុកមេកវីគិតគូណាស់នាងជាកូនប្រសើរប្រភេទដែលក្រុមហ៊ុនលូយើងគួរតែស្វាគមន៍មិនយូរវិញម្ដាយក្មេកស៊ឺរីបានបង្ដាក់របស់ល្បិចរបស់លូយ៉ានក្នុងការដកលុយពីនាងហើយរៀបចំការជួបជុំសំខាន់ដែលធ្វើឲ្យលូយ៉ានស្ថិតនៅស្ថានភាពលំបាកនាងកំពុងរៀបចំសម្រាប់ការលែងលះធំជាមួយផុសតាំងពិតប្រាកដរួមមានការមានផ្ទះពោនិងការបំពុលថ្នាំមិនដូចញាក់ដាមិនធ្វើការពេញមួយថ្ងៃហើយបាត់ខ្លួនជាអ្នកនោះទេពូឈប់អ្នកណាដឹងថានាងនៅជាមួយបរិបផ្សេងនៅខាងក្រៅទេឪពុកក្មេកអ្នករស់នៅលើខ្ញុំប៉ុន្តែអ្នកហ៊ានមិនគោរពខ្ញុំចាំខ្ញុំដាក់អាហារនៅលើតុរបស់អ្នកហើយខ្ញុំអាចដកយកទាំងអស់ទៅវិញលូយ៉ាននិយាយទៅកាន់ឪពុករបស់គាត់អ្នកកំពុងធ្វើអ្វីនៅទីនេះលូយ៉ានស៊ូសេរីខ្ញុំទៅតាត្រឡប់មកវិញពីទិវាកីឡារបស់កូកូដូច្នេះខ្ញុំទៅតាទម្លាក់នាងអូខេម៉ាក់ទៅចូលមកម៉ាក់យើងបានចំណាត់ថ្នាក់លេខ1ថ្ងៃនេះពិតមែនទេសេរីតែខ្ញុំនៅតែចូលចិត្តលេងហ្គេមជាមួយម៉ាក់បំផុតម៉ាក់កូកូកូនសំឡាញ់ម៉ាក់សុំទោសម៉ាក់មិនបានស្រួលខ្លួនម៉ាក់មិនអាចជួយកូនឈ្នះលេខ1បានទេសេរីមិនអីទេខ្ញុំស្រឡាញ់ម៉ាក់បំផុតបើខ្ញុំនៅជាមួយម៉ាក់ខ្ញុំសប្បាយចិត្តទោះបីគ្មានលេខ1ក៏ដោយកូកូ
ក្មេងសេរីល្អចង់បាននំខេកទេម៉ាក់នេះជារសជាតិដែលម៉ាក់ចូលចិត្តត្រូវទេកូកូសម្លាញ់តើតលេងវីពេលក្រោយនាងបន្តមកផ្ទះរបស់យើងហេតុអ្វីតលេងនាងភ្លាមវាប៉ទេតើនាងទៅតែណាត់ជួបឆែនទេតែនេះហាក់ដូចជាលឿនពេកនាងទៅតែជួបឆែនកាលពីសប្តាហ៍មុនមិនអាចទេអូខេតែយើងគួរទៅជួបនាងពេលណាមិនប្រញាប់ទេឲ្យបងពិនិត្យកាលវិជារបស់បងយើងនឹងទិញអាហារបំពន់ខ្លះពេលក្រោយប៉ិតណាដោយវិធីនេះសម្លាញ់តែនេះជាការភ្ញាក់ផ្អើលដែលញ៉ាំបានឲ្យឃើញយើងទេនេះចាំនេះមើលទៅដូចជាអ្វីដែលវីធ្វើពាក់ប្រហែលជានាងទុកវានៅទីនេះនៅពេលមកលេងយើងនេះមើលទៅថោកខ្លាំងណាស់ខ្ញុំមិនដែលឲ្យអ្នកនៅរបបបែបនេះទេនៅពេលខ្ញុំរកលុយបានច្រើនជាងនេះខ្ញុំនឹងឲ្យអ្នកនៅរបបល្អជាងនេះអីវ៉ាន់ហ្សរីអាហារពេលល្ងាចរួចរាល់ហើយម្ដាយក្មេកហេអ្នកទៅមុនលូយ៉ានមានអ្វីខុសមិនស្រួលខ្លួនលូយ៉ានចង់ក្អួតបន្តិចប្រហែលជាខ្ញុំផ្ដាសាយហ្សរីអញ្ចឹងខ្ញុំនឹងយកថ្នាំឲ្យអ្នកលូយ៉ានមិនចាំបាច់ទេខ្ញុំនឹងលាងមុខអ្នកទៅមុនខ្ញុំនឹងរងចាំអ្នកនៅជាន់ក្រោមហ្សរីវីនិយាយទូរស័ព្ទអ្នកទំនេរទេលណាខ្ញុំចង់ឲ្យអ្នកទៅទិញទំនិញជាមួយខ្ញុំឡើងទម្ងន់ពីការញ៉ាំច្រើនពេកសម្លៀកបំពាក់របស់ខ្ញុំមិនសមទេវ៉ាវអ្នកបំផ្លាញផ្ទះពិតជាសមនឹងទទួលបានពានរង្វាន់អូស្ការហាហ្សរីនិយាយជាមួយខ្លួនឯងដោយវិធីនេះតើអ្នកមិនគួរទទួលបានប្រាក់ខែទេឬយើងបានយល់ព្រមនៅថ្ងៃទី5សម្រាប់ប្រាក់បៀវត្សហើយថ្ងៃនេះថ្ងៃទី8រួចមកហើយអ្នកជួលនាងអ្នកបងហ្សរីសួរទៅលូយ៉ានអំពីមីងទី3នេះជាផ្ទះរបស់អ្នកហាត់អ្វីខ្និងគួរបងលូយ៉ានអ្នកមិនមែនជាអ្នកដទៃទេតើនាងមិនមែនជាភរិយារបស់បងអូនទី3របស់អ្នកទេឬហ្សរីអ្នកឈួតកុំរុញច្រានសំណាងរបស់អ្នកមិនអាចទ្រាំទ្រនឹងកូនប្រាប់ផងដែរបូកទាំងអ្នកវិកលចរិតអីវ៉ាន់ចិត្តល្អពេកហើយបើជាខ្ញុំនឹងដេញអ្នកចេញរួចហើយម្ដាយក្មេកអ្នកជាអ្នកដែលគួរតែត្រូវបានដេញចេញនេះជាផ្ទះរបស់ខ្ញុំអ្នកមិនត្រូវបានស្វាគមន៍រកអីវ៉ាន់របស់អ្នកត្រឡប់តែកន្លែងដែលអ្នកមកពីណាវិញហ្សរីហេអីវ៉ាន់ឥឡូវយ៉ាងម៉េចមើលនាងទៅនេះជាស្ត្រីដែលអ្នកបានជ្រើសរើសរៀបការនៅភូមិរបស់យើងនាងនឹងត្រូវគេទាក់កំភ្លៀងខ្លាំងប៉ាខ្ញុំមានលុយខ្ញុំអាចរងចាំ2 3ថ្ងៃអ៊ីថែនបិទមាត់ខ្ញុំនឹងមើលថ្ងៃនេះថាតើឪពុកក្មេកឬកូនប្រសាបមានសិទ្ធិសម្រេចចិត្តចុងក្រោយឪពុកក្មេកសម្បត្តិត្រូវបានកក់រួចហើយ3 រសៀលថ្ងៃទី5កៅអីក៏ដៅផ្ទេរសម្បត្តិឲ្យឃីមក្រោយមកហ្សរីសម្លាញ់នេះមិនចាំបាច់ទេយើងជាគ្រួសារធ្វើឲ្យប៉ាចាក់ជេនថ្ងៃនេះប្រញាប់ពេកហើយលូយ៉ានម៉ាល់សចង់និយាយជាមួយណាចុងសប្តាហ៍នេះហ្សរីប៉ាចុះយ៉ាងណាជាមួយនេះខ្ញុំនឹងយកសម្បត្តិកៅអីគេងឲ្យប៉ាត្រឡប់ទៅលេងសាច់ញាតិរបស់យើងញឹកញាប់ជាងមុនខ្ញុំនឹងនាំប៉ាត្រឡប់មកវិញក្នុង2 3ថ្ងៃអូខេប៉ាលូយ៉ានអីវ៉ាន់អ្នកបោះចោលឪពុករបស់អ្នកសម្រាប់ភរិយារបស់អ្នកតើអ្នកភ្លេចអំពីរបៀបដែលខ្ញុំចិញ្ចឹមអ្នកឆ្លងកាត់ទុក្ខលំបាកឥឡូវអ្នកចង់ឲ្យខ្ញុំចាក់ចេញគេនឹងបាក់ខ្នងខ្ញុំនឹងពាក្យចំចាំយីរ៉ែមអននេះឪពុកក្មេកប៉ាខ្ញុំមិនបោះបង់ចោលប៉ាទេគ្រាន់តែលេងប្រទេសឲ្យបានច្រើននៅពេលទំនេរលូយ៉ានល្អយល់ព្រមយីងរ៉ាប់អីវ៉ាន់យើងកំពុងចាក់ចេញឪពុកក្មេកម៉ាក់នរណានឹងជួយហិតកូកូបើម៉ាក់ចាក់ចេញអ៊ីថានប្រហែលជាអ្នកគួរទៅលេងផ្ទះនៅអំឡុងសម្រាប់នេះមីងទី3ពីមុនអ្នកទៀមទាប្រាក់ជួលឥឡូវអ្នកចង់ជប់សម្រាប់អ្នកប្រញាប់នាំនាងទៅឆ្ងាយម្លេះតើអ្នកកំពុងព្យាយាមបោកប្រាស់បងប្អូនទី3របស់អ្នកទេឬហ្សរីតើខ្ញុំអាចចាក់ចេញដល់យ៉ាងម៉េចមាត់ច្រើនណាស់ដែលត្រូវចិញ្ចឹមនៅទីនេះមីងទី3អាចស្នាក់បានប៉ុន្តែជាមួយនឹងអ្នកបង្កបញ្ហាតិចជាងដើម្បីមើលថែប្រាក់ទួនរបស់អ្នកត្រូវកាត់បន្ថយពន្ធកណ្ដាលហ្សរីអ្នកមិនប្រកាសថាអ៊ីថែនអាចសម្របបានជាមួយក្រុមហ៊ុនថ្មីប្រហែលជាខ្ញុំគួរអនុវត្តឲ្យគាត់ទៅបន្ទាប់ពីខែនេះ
តើការសម្រេចចិត្តរបស់អ្នកគឺយ៉ាងណាមកជួបវីវីជាមួយខ្ញុំពេលក្រោយឬជូនដំណើរឲ្យពុករបស់អ្នក Zori និយាយទៅកាន់ Luyan ប៉ានេះជាការគំរាមកំហែងល្អខ្ញុំនឹងទៅ Luyan ពិតមែនហើយអ្នកនិយាយត្រូវតោះយើងចាក់ចេញឪពុកក្មេកនិយាយទៅកាន់ Luyan ខ្ញុំស្រឡាញ់អ្នកពិតប្រាកដខ្ញុំនឹងតាមអ្នកទៅចុងបំផុតនៃផែនដីប៉ុន្តែអ្វីអ្នកនឹងមិនទៅជាមួយខ្ញុំទេខ្ញុំចង់ទៅជាមួយអ្នកប៉ុន្តែជនបទគឺដាច់ស្រយាលខ្ញុំមិនអាចទទួលការដឹកជញ្ជូនបានទេខ្ញុំមានកញ្ចប់ចំនួន7កំពុងដឹកជញ្ជូនខ្ញុំត្រូវតែស្នាក់នៅទីនេះបណ្ដោះអាសន្នប៉ុន្តែខ្ញុំគ្រប់ភូមិទាំងអស់មាន Wi-Fi ឥឡូវនេះវីដេអូខលខ្ញុំបើអ្នកនឹកខ្ញុំប្រញាប់ទៅអ្នកនឹងខកខានរថភ្លើងទៅឥឡូវនេះចេណាត្រឡប់មកវិញឆាប់នេះមកភីស៊ូរីហេតុអ្វីអ្នកនៅទីនេះអ្វីមិនស្វាគមន៍យើងទេខ្ញុំគិតថាវាជាការដឹកជញ្ជូនអាហារស៊ូរីនិយាយថាអ្នកមានផ្ទៃផ្ទាត់ដូច្នេះគាត់បាននាំយកអាហារបំពន់ខ្លះសម្រាប់អ្នកសុខភាពយ៉ាងណាហើយតើស៊ូរីគួរសុំឲ្យមន្ទីរពេទ្យសម្រាប់ការឈប់សម្រាករបស់អ្នកទេមានផ្ទៃផ្ទាត់អ្នកណាប្រាប់អ្នកពីរឿងនោះមន្ទីរពេទ្យទាំងមូលដឹងសាច់រឿងនេះបង្ហាញថាស៊ឺរីកំពុងធ្វើសកម្មភាពយ៉ាងមឿនម៉ាត់ដើម្បីបណ្ដេញឪពុកក្មេកដែលគំរាមកំហែងនិងកាត់បន្ថយប្រាក់ខែអ្នកបម្រើមីងទី3ដែលកំពុងចាក់រុកនាងកំពុងបង្ខំលូយ៉ានឲ្យធ្វើការសម្រេចចិត្តដោយបង្ហាញពីអំណាចរបស់នាងក្នុងផ្ទះការសង្ស័យអំពីការមានផ្ទៃផ្ទាត់របស់ VV ត្រូវបានបញ្ជាក់ដោយលូយ៉ានៅចំពោះ VV ដែលធ្វើឲ្យ VV ភ័យស្លន់ស្លោព្រោះនាងបានកុហកអំពីឪពុករបស់កូន